សម្រាប់បងប្អូនដែលកាត់ឆ្នាំរកានៅក្នុងខែមិថុនាខាងមុខនេះចាមានឱកាសមកជាមួយនឹងការប្រកួតប្រជែងជាមួយគ្នាហើយខែមិថុនាលោកអ្នករៀងរវល់បន្តិចចាហើយមានរឿងមួយចំនួនដែលទាមទារឲ្យអ្នកទាំងអស់គ្នាត្រូវធ្វើការសម្រេចចិត្តប៉ុន្តែបើសិនជាគ្រប់គ្រងបានល្អវានឹងនាំផលវិជ្ជមានមកវិញចាតែតងបងប្អូនដែលធ្វើការអាចមានឱកាសទទួលភារកិច្ចថ្មីចាប៉ុន្តែវាមានការទាមទារនៅការទទួលខុសត្រូវខ្ពស់ចាហើយបងប្អូនមួយចំនួនអាចមានឱកាសលេចធ្លោចាជាមួយនឹងបច្ចេកដែលខ្លួនឯងកាន់ដែលពាក់ព័ន្ធជាមួយនឹងការដឹកនាំរបស់យើងចាប៉ុន្តែអ្វីដែលលោកអ្នកត្រូវដឹងចាត្រូវតែប្រយ័ត្នកុំចិត្តច្រើនកុំខឹងច្រើនចាកុំឈើឆាយជាមួយនឹងមិត្តរួមការងារចាអាចអត់ធ្មត់កន្លែងនេះបន្តិចចាចំពោះហេរ៉ាវត្ថុវិញនៅក្នុងខែមិថុនាមានលំហូរចូលមកល្អប៉ុន្តែមានការចំណាយច្រើនដូចគ្នាទៅលើការប្រើប្រាស់ផ្ទាល់ខ្លួនចាឬក៏ទៅលើគ្រួសារហើយមិនទាន់ជាពេលវេលាល្អក្នុងការវិនិយោគនោះទេចាតកតងស្នេហាវិញសម្រាប់បងប្អូនដែលមានគូចាអាចមានការទាស់ទែងគ្នាតិចតួចដោយសារតែយើងរឹងរូសចាអញ្ចឹងអាចថាអ្នកទាំងពីរយើងរឹងរូសដាក់គ្នាចាអញ្ចឹងព្យាយាមយោគយល់គ្នាបន្តិចកុំប្រកាន់ច្រើនពេកចាសម្រាប់បងប្អូនដែលនៅលាវក៏អាចជួបជាមួយនឹងមនុស្សដែលគេសមស្របសម្រាប់លោកអ្នកហើយគេក៏ចាប់អារម្មណ៍លោកអ្នកប៉ុន្តែលោកអ្នកត្រូវតែពិនិត្យសិនចាតើគេស្រឡាញ់យើងដោយស្មោះឬគ្រាន់តែជាការលេងសើចចាចំពោះសុខភាពមិនមានអ្វីជាបញ្ហាចោលទេប៉ុន្តែគ្រាន់តែលោកអ្នកត្រូវធ្វើការសម្រាប់បានច្រើនតិចដោយសារមានបញ្ហាប៉ះពាល់ទៅលើសម្ពាធអារម្មណ៍ចានឹងជាក្បាលគេមិនសូវលក់ចាអញ្ចឹងគួរតែបន្ថយការគិតច្រើននៅពេលយប់តែតងសារសម្រាប់បងប្អូនដែលកាត់ឆ្នាំរកានៅក្នុងខែមិថុនាខាងមុខនេះចាគឺជាពេលវេលាដែលអ្នកទាំងអស់គ្នាត្រូវធ្វើការសម្រេចចិត្តមិនថាក្នុងទំនាក់ទំនងមិត្តភាពការងារឬមួយក៏ហេរ៉ាវត្ថុនោះទេចាត្រូវទាមទារឲ្យអ្នកទាំងអស់គ្នាមានការសម្រេចចិត្តមួយដែលត្រឹមត្រូវចាអ្វីដែលល្អអ្វីដែលស័ក្តិសមវានឹងនៅក្បែរយើងចាព្រោះធម្មពលទាំងអស់តែម្ដងគ្រប់គ្នាគ្រប់ឆ្នាំតែម្ដងដោយខ្ញុំចេញពីវីដេអូមុនអញ្ចឹងថានៅក្នុងខែមិថុនាគឺជាធម្មពលនៃការសម្រេចចិត្តគឺជាធម្មពលនៃការឃ្លាអ្វីដែលចាស់ចោលចាដើម្បីបង្កើតអ្វីដែលថ្មីអញ្ចឹងវាប៉ះពាល់ទៅដល់គ្រប់ឆ្នាំទាំងអស់ត្រង់ចំណុចនេះចាហើយជូនពរបងប្អូនទាំងអស់គ្នាចាជួបជាមួយនឹងលាភជ័យហេងហេងចាអរគុណ